ស្ដីប្រិយមិត្តទាំងអស់គ្នាបាទឥឡូវនេះយើងងាកពីព្រលឹមហើយធ្វើការមកមើលប្លង់សម្រាប់ជីត្រង់តកួនយើងថ្ងៃនេះបាទសកម្មភាពប្រចាំថ្ងៃមានអីច្រើនទេគឺយើងគ្រាន់តែដើរមើលអំពីប្លង់សម្រាប់កាប់ដីហើយនឹងរៀបចំកន្លែងសម្រាប់ដាំតកួនផងដែរឥឡូវនេះយើងមកមើលកន្លែងត្រង់តកួនរបស់យើងគឺមើលរយៈនេះគឺយើងបានផ្អាកអំពីការថែទាំដំណាំច្រើនមែនតើឥឡូវហើយគឺវាក្រៀមស្វិតស្រពោនណាស់ហើយបាទPersen paling baik nya. Buat nào awak eh. គឺដូចថាហ្នឹងបងប្អូនអើយខ្សោះជីវជាតិអស់ហើយពិសាវាអត់បានថែទាំពិសាយើងគៀកវ៉ាកង់ដែរហើយអញ្ចឹងទៅសិស្សគេនាំគ្នាផ្ទះទៅអីហើយមានតាមថ្នាក់នឹងទឹកសម្រាប់យើងស្រោចដំណាំណាហើយនៅនេះបើយើងថែទាំគឺដំណាំច្រើនមែនតើបាទតែដោយសារសិស្សប្អូនឬក៏បងបន្ថែមទៀតគាត់ត្រូវទៅផ្ទះហ្នឹងយើងលក្ខណៈយើងអស់ហើយយើងអស់ឲ្យធ្វើជាគួនអញ្ចឹងណាទឹកសក្តិហើយនេះបាទប្រទេសរបស់យើងមកវាចាប់ផ្ដើមមានផ្កាហើយវាក៏ចាប់ផ្ដើមមានផ្លែដែរហើយច្រើនមែនតើម្ដុំនេះកូនប្រទេសច្រើនណាស់ទាន់បានមកបែកដាំទេហើយចាំមើលសកម្មភាពបន្តទៅមុខទៀតទាំងអស់គ្នាទេថាគឺយើងនឹងរៀបចំដើមប្រទេសនេះហើយនេះគឺស្ក្រៃបាទគល់ស្ក្រៃគឺច្រើនមែនតើនេះគឺតកួននេះគឺវាស្ដុកបន្តិចដោយសារអត់មានអ្នកថែទាំហើយនេះដូចគ្នាហើយបន្តទៀតយើងនឹងឆ្នៃវាល្អចាប់ផ្ដើមកាប់ដីដាំរងដាក់ជីថ្មីទៀតចាស់ហើយបាទតកួនចាស់ហើយដោយសារវាចេញមានផ្កាមានអីហ្នឹងតែទី